ដែលមានជើងជាស្មារឹងកម្លាំងមុំឲ្យឡើងទៅជាមហាទាំង3ដើម្បីចូលស្ដីជាបន្តយោបាទចូលខ្លួនជំនួសឈ្មោះថាជាមហាតែម្ដងតើបានដែរទេទៀនប្រុសសូមអរគុណដែលកិច្ចស្នើការសាកសួរសពសារពើពីខាងដើមដោយលោកអ្នកផ្លូវលោកបានមានប្រសាសន៍ហើយជាភារៈនិងតួនាទីរបស់អ្នកផ្លូវស្រីទាំង3ដែលមានឈ្មោះប្រកាសជាអ្នកនាងកងនាងកែវពីទូសរកានឥឡូវភារៈកិច្ចនៃអ្នកផ្លូវស្រីបានស្រដីនោះក៏ចប់សពគ្រប់ទៅលោកក៏សុំស្នើបដូរងារដកខ្លួនថយទៅក្រោយទៅពឹងពោរកបរោះទាំង3ដែលមានកម្លាំងស្មារឹងជុំជាវអ្នកបានបួសរៀនសូត្រល្អហៅថាជាអ្នកដើមបំណឹងចូលមកគាល់ជុំជំនុំគ្នាសាជាថ្មីចំពោះលោកមេបាធំក្នុងពេលនេះច្បាប់មិនជាយល់ទាស់ខុសថារវ័យទេអ្នកដើមបំណឹងទាំង3ប្រសិនណា3បើលោកបានរកគ្នាបានផ្ទាល់ជុំជួបហើយសូមលោកអ្នកចូលមកធ្វើកិរិយាកិច្ចគោរពយើងមេបាធំនិងមេបាខាងកូនស្រីជាញាតិទាំងអស់គ្នានាពេលនេះបន្ទាប់ទៅយើងនឹងសម្លឹងពិតពើរមិលមើលរូបឆោមលោមចរិយាមេរយាទមានកម្ពស់និងជីវប្រវត្តិពងសៅវតាលោកអ្នកអញ្ជើញមកពីខេត្តខណ្ឌស្រុកណាឃុំណាផងដែរហើយមានខណ្ឌស្លាក្រយ៉ាសំពះម្ដាយទុកឪពុកដាក់ឲ្យមានជាគូនិស័យស្វាមីភរិយានោះយ៉ាងណាដែរបញ្ជាក់ការដាក់កិច្ចនោះឲ្យច្បាស់មកឲ្យយើងមេបាធំមុននឹងតែងតាំងដាក់សាក់ឡើងងារឲ្យទៅជាមហាសុំទានលោកជ្រាបអរគុណណាស់លោកមេបាមានចិត្តខ្វល់រំផលថាក្រែងមហានោះចាត់ចែងមិនបានល្អលោកឲ្យយើងខ្ញុំធ្វើនៅជីវប្រវត្តិរូបសង្ខេបបានបុះរៀនបុះនឹងទៀនរៀនធូបនោះដែរអត់មានឧបជានឹងត្រឹមត្រូវដែរទេនោះបុរាណណាចាលោកឲ្យអញ្ចឹងត្បិតថាពីដើមឡើយកាលណាដែលរៀបចំគូក្រងនៃកូនប្រុសស្រីរបស់លោកមេបាលោកហៅថារកមានភពមានវាសនាខ្ញុំបាទសូមជម្រាបជូនថាខ្ញុំបាទមាននាមថាលោកអាចារ្យឆោមណាមានទីលំនៅបច្ចុប្បន្ននៅឃុំកគីស្រុកគៀនស្វាយខេត្តកណ្ដាលបានបួសរៀនពីសំណាក់ព្រះឧបជាព្រះវិជានុរៈញាណខំសផនព្រះរាជាគណៈថ្នាក់ប្រកិត្តិយសព្រះធម្មធរគុណខេត្តកណ្ដាលព្រះអនុគុណស្រុកគៀនស្វាយព្រះចៅអធិការវត្តស្លាកែតលាចាកសិក្ខាបទកំណត់ហើយដោយមេត្តាបិតាបានសំគុំឲ្យមានគូក្រងខណ្ឌស្លាកញ្ញាសំពះត្រឹមត្រូវណាស់បច្ចុប្បន្នខ្ញុំបាទជាចារនៅក្នុងទីទឹកដីនៃវត្តស្លាកែតនោះផងព្រមទាំងជាសមាជិកក្រុមប្រឹក្សាឃុំកគីផងជាមហានេះអាចតាក់តែងបានដែរទេសូមទានសូមប្រសាសន៍លោកណាអរគុណណាស់ស្ដាប់ជីវប្រវត្តិស្ដាប់ចាប់អារម្មណ៍ឃើញថាឧបជានោះគឺព្រះអង្គគ្រូចៅអធិការវត្តស្លាកែតយើងស្គាល់ទាំងអស់គ្នាណាទឹកដីកោះស្លាកែតបកែល្បីស័ក្តិសិទ្ធិចេះស្ដានណាស់នៅទីទឹកដីនេះឥឡូវថ្ងៃនេះបានលោកមហាមកពីខាងនោះទៀតរឿងរឹតតែត្រេកអរសាទរក្នុងកិច្ចមង្គលបានស្ដាប់ចូលចិត្តហើយអំពីជីវប្រវត្តិដោយសង្ខេបរបស់លោកអ្នកដើមពំនឹងក្នុងពេលនេះឃើញថាមេបាខាងកូនស្រីដើមភ្នាក់ដៃកណ្ដាលភ្នាក់ដៃរហូតដល់ចុងភ្នាក់ដៃក៏បានស្ដាប់នោះពេញចិត្តណាស់តាំងពីការសិក្សារៀនសូត្របុះរៀនឲ្យមានខណ្ឌស្លាកញ្ញាសំពះពីព្រោះថ្ងៃរៀបចំមង្គលបញ្ចប់ពាក្យបញ្ចប់សម្ដីនេះខ្ញុំសុំត្រូវការតែលោកមហាណាតដែលមានប្រពន្ធហើយទេម្ចាស់ថ្លៃយកមកដឹកនាំមិនបាក់មើលរហ័យធៀងអីនោះទេដើម្បីចម្រុងចម្រើននៅក្នុងក្រុមគ្រួសារមេបាយើងទាំងសងខាងឥឡូវនេះក្រោយអំពីបានស្ដាប់នៅជីវប្រវត្តិដោយសង្ខេបរបស់លោកអ្នកដើមពំនឹងរួចស្រេចបាច់ទៅកាលណាខ្ញុំមេបាបង្គោលតាំងជួសជំនុំមុខបងប្រុសបងស្រីជាម៉ាក់និងប៉ាខាងកូនក្រមុំសូមអាកាត់សម្រេចនៅសេចក្តីសូមតាំងបង្គាប់នៅរដ្ឋបញ្ជាដាក់សាក់ឡើងងារថ្មីជូនលោកអ្នកដើមពំនឹងឲ្យកើតជាមហាទាំង3ទី1មហាទេពទី2មហាមន្ត្រីនិងទី3មហាភក្តីដើម្បីបំពេញកិច្ចការកម្មពិធីស្នើការជាលំដាប់ចាប់ជាលំដោយសូមលោកអ្នកដើមពំនឹងលោកមេត្តាជ្រាប